បាទសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងមក demo អំពីគ្រូនៅក្នុង Node.js ហើយនេះគឺជាកូដនៅក្នុង Node.js របស់យើងហើយនេះហើយសម្រាប់កូដទាំងអស់នេះខ្ញុំបាន install WordPress and និងNode-mon ហើយជាការស្រេចហើយដើម្បីឲ្យវា run សារនេះគឺជាកូដរបស់យើងឥឡូវខ្ញុំធ្វើការតេស្តមើលទាំងអស់ជួយយើងជួយខ្ញុំទាំងអស់គ្នានេះគឺជាកូដដែលខ្ញុំបានតេស្តមិនបងយើងក៏ហៅ WordPress ដើម្បីឲ្យវាចាត់នៅក្នុងនេះហើយយើងប្រើ app WordPress ហើយយើងប្រើ database ដើម្បី connect ឥឡូវខ្ញុំចូលទៅកាន់បើកសាមខ្ញុំធ្វើការបើកសាមដើម្បីចង់មើល database យើងថាយើងហៅមកត្រូវដែរឬអត់ខ្ញុំចូលទៅកាន់ជ្រុំសិនសុំទោសថាខ្ញុំ record នៅកម្មវិធីឥឡូវចូលទៅកាន់database យើងចាំវាបន្តិចដោយសារខ្ញុំ net ខាងខ្ញុំ slow យើងមិននិយាយធ្វើទេប៉ុន្តែបើថាយើងបន្តដល់កន្លែងហ្នឹងឥឡូវយើងចូលទៅកាន់កូដរបស់យើងឥឡូវខ្ញុំធ្វើការតេស្តមើលឥឡូវយើងដាក់យើងរ៉ាននៅក្នុង port 80 port 8000ឥឡូវយើងចូល recent port control and server running port ឥឡូវយើងចាប់ port ធម្មតាហើយយើងក៏ចាប់ app ហើយគឺធម្មតាដើម្បីឲ្យចេញ hello world ឥឡូវយើងអាចសាកតេស្តមើលបានយើងធ្វើដំណាក់កាលដើម្បីតាមដានជាមួយខ្ញុំទាំងអស់គ្នាហើយទីនេះឥឡូវគាត់บอกខ្ញុំមានហើយគឺជាតាបែបខ្ញុំយកមក demo ថ្ងៃហ្នឹងឥឡូវយើងសាកចូលមើល port ទាំងអស់គ្នាមើលបងយើងត្រូវវាយ all series យើងត្រូវ run នៅក្នុង node server យើងអាចនេះបានអញ្ចឹងទៅយើងដំបូងយើងគាត់នៅនេះមកចាំតិចយើងគាត់ទៅដាក់npm run start ដើម្បីឲ្យវា run start ខ្លួនឯង auto បាទចុះពេលយើង refresh វានឹង run code ដែលយើងទៅឥឡូវខ្ញុំធ្វើការដាក់ទាំងអស់គ្នាមើលហើយវាយថា local យើង port មកយើង port 80 sorry port 8000អូ sorry ដោយសារវាអត់ជាប់ឥឡូវចូលដល់ពេល login មួយចឹង8000បាទនេះវាចេញ hello world ដែលនៅក្នុង message របស់យើងបានដាក់នៅក្នុងនេះថាវាឲ្យ respond មកវិញនៅក្នុង hello world ឥឡូវយើងថាតែទៅមើលកូដខាង user ទាំងអស់គ្នាឥឡូវខ្ញុំធ្វើការតេស្តមើលនេះគឺជាកូដដែលខ្ញុំតេស្តមើលហើយយើងគាត់ប្រកាស get ហើយ user ហើយយើង request ហើយ respond វាដើម្បីឲ្យវាមកចាត់សាររបស់យើងឃើញហើយនឹង let select from នៅក្នុងវាអង្គ select from student នៅក្នុងdatabase របស់យើងដែលយើងបានបង្កើតមកហ្នឹងដែលមានឈ្មោះ exam នេះនៅក្នុងនេះជាមួយខ្ញុំបានមើលនេះនៅក្នុងនេះក្នុង student នេះហើយយើងហៅវាដើម្បី select from name ទាំងអស់ដែលយើងមាននៅក្នុង student ហ្នឹងនេះបាទនេះខ្ញុំ student ហ្នឹងឥឡូវយើងសាក select មើលនេះយើងអាចវាយក្នុងនឹងបានយើងអាចដាក់ port 80 ហើយ /user ដើម្បីឲ្យយើងចូលទៅឈ្មោះនឹងឈ្មោះឈ្មោះ first name last name និងអាយុរបស់គាត់ឥឡូវចូលទាំងអស់គ្នាយើងអធិប្បាយដាក់ /1 ហើយ user s វានឹងចេញឈ្មោះដែលមាននៅក្នុងនឹងហើយមាន ID ទាំងឈ្មោះ first name last name age ដែល show យើង reset មើលហ្នឹងគេហៅថា read ដើម្បីឲ្យយើងចេញឥឡូវចូលទៅកាន់កូដរបស់យើងទៀតខ្ញុំ demo ដើម្បីឲ្យគ្នាយល់ពី process មួយក្នុងការកូដហើយយើងគាត់ read ធម្មតាដើម្បីចង់មើល result ឥឡូវយើងធ្វើការចាប់ ID របស់វាចាប់ ID យើងគាត់ការបើកកូដសម្រាប់ការចាប់ ID នេះយើងគាត់ថាយើងគឺវាដែរយើងគាត់ copy មកដែរហើយយើងគាត់នឹង get ហើយយើងដាក់ user ហើយយើងដាក់ ID យើង select យក ID ណាក៏បានដែលយើងចង់បានហៅវាមកហើយយើងតាមមើលដែរនៅក្នុងរបស់យើងនឹងមាន ID ណាខ្លះបើវាមាន ID ទេនោះវាអត់អាចចាប់នឹងមកបានទេអញ្ចឹងយើងអាចទៅ database ជួលឲ្យយើងបើវាអត់ដើរទេវានឹង load error
ឲ្យ result response មកđểខាងឥឡូវសាកតេស្តមើលបងប្អូនគ្នាបាទនេះគឺជានេះហើយយើងដាក់មក user slash បាទយើង slash ដាក់ ID មក ID របស់យើងនឹងយើងមានគេខ្លះមើលយើងមាន ID ទី6ចុះ ID ទី6បាទនេះវាចាប់ ID ទី6មកឲ្យហើយខ្ញុំចង់ដាក់ ID ទី25ចុះ25នេះជុំ25ឲ្យចុះបើយើងអត់មានខ្ញុំដាក់ ID ទី2 D2 យើងមានអត់បើមានអត់ទេវាចូលឲ្យទេអញ្ចឹងខ្ញុំអានឹងក៏ជាការចាប់ ID របស់យើងឥឡូវខ្ញុំចូលទៅដល់ការ delete នៅក្នុងនឹងវិញសម្រាប់ការ delete គឺវាមិនខុសគ្នានឹងចាប់ ID ទីក៏យើងចាប់ ID យើងមួយណាដែលយើងចង់ delete ហើយយើងការ ID ហ្នឹងហើយយើងក៏ delete គ្រាន់ថាយើងត្រូវប្រើ library មួយដែលយើងត្រូវការនោះគឺខ្ញុំនឹងការព្រម zoom មួយតិចដើម្បីឲ្យគ្នាបានមើលឃើញអត់ច្បាស់ខ្ញុំធ្វើការនេះប្រើThunder client ដែលវាសម្រាប់ចាប់ ID យើងចូលមើលបងប្អូនយើងដាក់ new request បាទហើយខ្ញុំធ្វើការ copy URL ដែលខ្ញុំចង់នេះមកនេះបាទខលនឹង port របស់យើងបាទហើយខ្ញុំយកមកដាក់នៅនេះបាទវាចាប់បានហើយថាអូវាអត់មានដូចគ្នាអញ្ចឹងទៅខ្ញុំចង់លុប ID ណាមិនយកមិនក្នុង database របស់យើងក្នុង database របស់ខ្ញុំចង់នេះខ្ញុំចង់លុប ID ទី26ហើយឈ្មោះ26សក់ស៊ឺសក់ដែលគាត់មានអាយុ50ឆ្នាំហើយខ្ញុំចូលទៅហើយ ID ឲ្យសម្រាប់ការ delete ហ្នឹងយើងប្រើ function គេប្រើ function library គឺ delete យើងគាត់យើងឈូសយក delete ឲ្យមកហើយយើងចាប់ ID ដែលយើងចង់ delete មកនឹងវានឹង response message មួយដែលថា delete successful ឥឡូវយើងសាកតែទាំងអស់គ្នាឥឡូវខ្ញុំចាប់លេខ26ចុះ26ខ្ញុំឲ្យវាចេញមក response yes នេះ26នេះខ្ញុំចង់ delete ឥឡូវនេះខ្ញុំកាត់ function library មួយដែលនិយាយថា delete បាទហើយខ្ញុំក៏ថាធ្វើការ delete នោះវា load message delete successful បាទឥឡូវយើងចូលទៅមើលទៅកាន់ database ទាំងអស់គ្នាឥឡូវយើង refresh តិចដើម្បីយើងវាបាត់អត់បាទនេះ ID ទីID លេខ26វាថាបានបាត់ហើយនឹងក៏ជា code process ក្នុងការ delete របស់យើងហើយឥឡូវខ្ញុំធ្វើការនេះមួយទៅកាន់ code បន្តទៀតខ្ញុំធ្វើការនេះខ្ញុំធ្វើការ update លើចង់ update មួយណាវា update ហ្នឹងសម្រាប់ការ update ហ្នឹងវាដូចទៅនឹង delete ដែរគ្រាន់តែថាយើងចាប់ ID ដូចគ្នាដូចគ្នាគ្រាន់តែថាយើង select update នេះវាដូចតែ delete ដែរ delete គាត់ថាវា select តែ ចាប់ from ID តែនេះយើង update នៅក្នុងtable student របស់យើងហើយយើង set កាន់ first name ដែល first name ដែលយើងចង់ update last name ហើយ age ហើយនឹង ID របស់យើងហើយនេះគឺយើងប្រកាសមក letយើងប្រកាសមួយ let object ហើយកាន់ user first name last name ដែលយើងចង់នេះហើយដាក់ parent ហើយនៅក្នុង database របស់យើងហើយនៅពេលដែលយើងupdate វាបានជោគជ័យនឹងវានឹង load update successful ឥឡូវយើងអាចសាកតែបងប្អូននៅក្នុង Thunder client នឹងដែរដោយក្នុងនេះយើងប្រើ put ដើម្បី update ដូចជាយើងនៅក្នុង code PHP ដូចគ្នាដែរឥឡូវយើងចូលទៅបងប្អូនឥឡូវអត់ទេយើងចូលកាន់មើល database យើងសិនយើងចង់ update មួយណាខ្ញុំថា update ទី22ចុះ22នេះ22បាទខ្ញុំដាក់22ឥឡូវខ្ញុំគាត់អង្កេតឲ្យអ្នកទាំងអស់គ្នាមើលសិនចុះបាទនេះ22ខ្ញុំថាខ្ញុំជឿ save ម្ដងទៀតខ្ញុំធ្វើការ select ឲ្យទាំងគ្នាបានមើលម្ដងបាទឥឡូវខ្ញុំចូលកាន់ body ហើយខ្ញុំចុចទៅជា0ខ្ញុំធ្វើការ pass យកដល់ហើយខ្ញុំធ្វើការ update សម្រាប់ការ update នេះយើងមកចាំប្រើ ID ក៏បានដែរសារវាមិនតែតួ ID វាឲ្យចង់នៅកន្លែងដើមវិញបាទតែ update ចឹងវាលោតទៅផ្សេងគ្នាដែរខ្ញុំចង់កែ first name ខ្ញុំដាក់
សុភីហើយខ្ញុំដាក់ last name ដាក់អែមបាទហើយយើងមិញយើងបានដឹងហើយថាយើងនៅពេលយើងចង់ update យើងប្រើ library យើងប្រើប្រើ put ដើម្បី update យើងចូលទៅមកគ្នាតើវាដូចអ្វីយើងនេះអត់មែនឥឡូវយើងប្រើ put នេះបាទខ្ញុំប្រើ put ហើយខ្ញុំចាប់ ID ខ្ញុំចាប់ ID ហើយខ្ញុំធ្វើការ update វាឥឡូវចូលទៅមើលបាទឥឡូវខ្ញុំធ្វើការ send update វានឹង load update ចេះ full ហើយយើងចូលទៅកាន់database របស់យើងទៅការ request មើលនៅក្នុង ID ទី22តែវាដូរអត់បាទឥឡូវវីដេអូចូលទៅកាន់ឈ្មោះសុភីហើយនឹង em បាទឥឡូវខ្ញុំចូលទៅកាន់នេះរបស់យើងវិញគឺចូលកាន់ process មួយទៀតហើយនៅពេលយើងចង់insert បញ្ចូលនៅក្នុង database របស់យើងតាមនេះគឺវាដូចគ្នាទេគាត់យើងគាត់ថាយើងចង់ចូលទៅចាប់ទៅក្នុងtable របស់ database របស់យើងហើយយើងកាន់ first name last name and age ហើយ value របស់យើងបើគាត់ដាក់សញ្ញាស្មើតែយើងទៅដកចេញហើយយើងកាន់ user first name last name and age យើង request ទៅខាង database ហើយចូលទៅមើលហើយយើងទៀតយើងក្នុង update យើងប្រើ method post ដើម្បី update វាបានឥឡូវខ្ញុំយកអីមួយទៅយកគំរូចាស់ដដែលខ្ញុំប្រើនេះដែរទៅឧទាហរណ៍ខ្ញុំចង់បញ្ចូលនឹងដែរហើយខ្ញុំប្រើ method post បាទហើយខ្ញុំនិយាយថាវាដែរចុះថាខ្ញុំមកចង់ផ្សេងសាដៃខ្ញុំគាត់តែកែឈ្មោះហើយខ្ញុំអាចបញ្ចូល insert បញ្ចូលតែម្ដងខ្ញុំប្រើឧទាហរណ៍ភក្ត្រាចុះភក្ TRA ហើយខ្ញុំដាក់ម៉ៅចាមកចូលបានហើយនៅវានៅពេលដែលយើងអាប់ដេតអញ្ចឹងវាអត់ទៅតាមនេះយើងទេវាគាត់ចាប់ឲ្យខាងក្រោយយកតែហ្មងយើងខ្លះហើយបាត់ដេប៉ោះយើងធ្វើការសិនធម្មតាទៅជប់sorry យើងកាន់កូដរបស់យើងនេះសំទោសហើយយើងចង់ up insert បញ្ចូលយើងប្រើនេះធម្មតាបានហើយប្រើ get user ធម្មតាទៅដើម្បីវាចូលយើងមិនចាំចាប់តាម ID ដូចជាយើងធ្វើតាម process មុនដូចជា delete និងupdate តែយើងគាត់ថានេះយើង insert បញ្ចូលតែម្ដងអញ្ចឹងយើងដាក់ចូលទៅមើលបងប្អូនបាទខ្ញុំដាក់ធម្មតាចាខ្ញុំដាក់ទៅ user ធម្មតា S លើចូលទៅមើលបាទតែបញ្ចូលអត់បាទនេះរក ID ទី21ដោយសារយើង delete មិញយើង delete ទីID ទី26ឥឡូវនេះវាចូលទី27អញ្ចឹងទៅក្នុងតាម3យើងអាចឲ្យវារត់តាមគ្នាទៅពេលយើងបញ្ចូលវានឹងរាប់តាមតទៅមករហូតចឹងបាទហើយសម្រាប់ការ demo របស់ខ្ញុំថ្ងៃនេះក៏បញ្ចប់ត្រឹមហ្នឹងអរគុណសម្រាប់ការចូលមើលរបស់បងប្អូនអរគ្នានិងសាស្ត្រអរគ្នាបើបងស្រឡាញ់ចូលចិត្តជួយ Subscribe និង Like Channel របស់ខ្ញុំម្នាក់មួយផងនឹងធ្វើវីដេអូបន្ថែមនៅវីដេអូក្រោយៗទៀតសូមអរគុណ